ការខឹងការក្រោធទាំងអស់ក៏វាមានបច្ច័យរបស់វាកើតពីការប្រកាន់រូបវេទនាសញ្ញាសង្ខារវិញ្ញាណនឹងថាជាខ្លួនថាជារបស់ខ្លួនវាមានឯងកើតទេព្រោះរឿងដដែលបើវាកើតចំពោះអ្នកផ្សេងវាមិនក្តៅវាមិនខឹងវាមិនអីតែកើតចំពោះអាបញ្ញខណ្ឌទៅខ្លួនឯងប្រកាន់ថារបស់អញឬក៏ជាញាតិរបស់អញហើយវាត្រូវតែខឹងវាត្រូវតែក្រោធវាត្រូវតែអញ្ចឹងបច្ច័យរបស់វាមានបន្តអញ្ចឹងសិក្សាពីបច្ច័យរបស់វាតទៀតប៉ុន្តែនៅពេលដែលវាឃើញថាតួប្រកាន់នឹងវាជាទុក្ខវាជាទោសជាបោសជាសជាសត្រូវហើយនោះចិត្តរអាចិត្តនឿយណាយចិត្តទម្លាក់ចោះវានឹងមានឯងមកឯងមានន័យថាអត់ហេតុទេវាមានហេតុគឺការដឹងនោះឧទាហរណ៍ដូចធ្លាប់លើកអញ្ចឹងថានៅក្មេងអត់ស្គាល់ពស់អាសេរពឹសទេពស់នោះវាបើកវែកតាក់អញ្ចឹងទៅឃើញថាអូរបស់លេងហើយបលែងលេងទៅថាអាហ្នឹងរបស់អញទៅទៀតយកមករុំករុំអីអញ្ចឹងទៅពស់នោះវាវេនកឲ្យបើកវែកដាក់អញ្ចឹងហើយយើងមើលយើងដឹងក្តីយើងដឹងថាអូអានេះមិនមែនរឿងប្រដាប់លេងដែលសុខសบายណាតែបន្តិចចឹកក្មេងនឹងងាប់ឥឡូវហ្នឹងហើយយើងក៏ទៅយករបស់នឹងចេញយករបស់នឹងចេញទៅកុំឲ្យវាលេងទៀតខ្លាចវាគ្រោះថ្នាក់ក្មេងអត់ព្រមទេគិតថាគេយករបស់លេងរបស់អញចេញព្រោះអាហ្នឹងរបស់អញប្រកាន់អញ្ចឹងប៉ុន្តែក្មេងធំតិចទៅសំណាងថាពស់វាមិនតាន់ចឹកដល់ធំតិចទៅឃើញអ្នកផ្សេងលេងជាមួយពស់ហ្នឹងចឹកពកងាប់ពាក់ពកងាប់អញ្ចឹងខ្លួនឯងមានពស់ដែរដល់ដឹងថាអូអានេះគ្រោះថ្នាក់តានេះអញ្ចឹងមិនបាច់ពីណាប្រាប់ទៀតទេគេនេះអូតូមកអូតូមិនអត់ហេតុទេគឺមកពីការដឹងថាអូអានេះគ្រោះថ្នាក់មិញអញ្ចឹងដរាបណាមិនតាន់ឃើញទោសនៃបញ្ញខណ្ឌនេះទេការកម្ចាត់កាត់ចិត្តខឹងមិនដឹងទៅកម្ចាត់ស្អីទេយើងមិនដឹងកម្ចាត់អីទេដូចយើងថាឲ្យក្មេងនឹងបោះពស់នឹងចោលធ្វើម៉េចណដើម្បីឲ្យក្មេងបោះពស់នឹងចោលថាវាបោះមិនកើតបើវាមិនតាន់ដឹងផងអញ្ចឹងវាមានតែចម្រើនការដឹងទៅតាមសេចក្តីពិតតាមរយៈការស្ដាប់ត្រូវការគិតពិចារណាត្រូវសម្បីអាត្មានិយាយក៏ដោយមិនបាច់ថាអាត្មានិយាយពុទ្ធត្រាស់ផ្ទាល់ក៏ដោយតែយើងអត់គិតអត់ពិចារណាដោយឌីបដោយជំមានជំរឿទៅតាមវត្ថុបំណងនៃព្រះអង្គសម្ដែងនឹងទេវានៅតែអត់យល់ចឹងដូចបរោះ5នាក់អាត្មាលើកម្សិលមិញក្បែរគុំជែកចឹងថា5នាក់ទៅស្ដាប់ហ្នឹងមិនបាច់ស្ដាប់ត្រឹមអាត្មាទេស្ដាប់ពុទ្ធផ្ទាល់5នាក់ទៅស្ដាប់បានតែមួយហើយពាក្យដដែលពាក្យត្រង់ពាក្យត្រូវអត់មានបន្លែបន្លំអីទេប៉ុន្តែអ្នកស្ដាប់5បានតែមួយ4ទៀតអត់ប្រយោជន៍អញ្ចឹងអ្នកស្ដាប់ទាំងឡាយដូចគ្នាអញ្ចឹងដែរអត់មានស្ដាប់កំសាន្តស្ដាប់អីលេងហើយកើតប្រយោជន៍ទេតើសុខសូលសាំងលក្ខប្រទេបញ្ញាស្ដាប់ដោយល្អមានន័យថាព្យាយាមឲ្យយល់វត្ថុបំណងថាតើនិយាយហ្នឹងចង់បានន័យថាម៉េចអាហ្នឹងបានប្រយោជន៍ហ្នឹងហើយបើស្ដាប់គ្រាន់តែមើលនិយាយអីទៀតហើយអាលមានកន្លែងចំណុចខ្សោយអញយកទៅបង្អាប់ទៀតហើយអាហ្នឹងបានត្រឹមស្អីដែលវាជាកាកសំណល់ហ្នឹងមានបានស្អីដែលជាទឹកផ្អែមដែលចង់ផ្ដល់ឲ្យអញ្ចឹងបានស្មានថាវាមិនសំខាន់ទេថាអ្នកយកអីទៅថ្មឲ្យទៅអ្នកចង់ជ្រើសយកអីជ្រើសយកកាកឬក៏យកទឹករបស់វាដូចអំពៅអញ្ចឹងណាកិនឲ្យហើយអាកាកដាក់វាម្ដុំហើយកាកអង្គបោះចោលហើយតែអ្វីចង់ឲ្យគឺទឹកផ្អែមទេតែបើអ្នករើសបានតកាអានឹងវាមិនដឹងធ្វើម៉េចទេអាត្មាជាប់ត្រឹមកិនហើយប៉ុណ្្នឹងឯង